ពួកបរទេសដែលអ្នកឯងនិយាយថាហ៊ុនសែននៅមានអំណាចធំច្បាស់និយាយអស់អំណាចចំណេចអញធ្វើប្រធានបកកណ្ដាលណាយឲ្យទៅយល់ពួកអ្នកឯងវិញទេដែលល្ងងព្រោះអ្នកឯងគ្រាន់តែសិក្សាពីប្រព័ន្ធបោះឆ្នោតក៏អ្នកឯងមិនចេះផងមុននឹងអ្នកឯងនិយាយថាហ៊ុនសែនមានអំណាចឬអត់អ្នកឯងត្រូវសិក្សាអំពីប្រព័ន្ធបោះឆ្នោតសិនបោះឆ្នោតសមាមាត្របកមានតួនាទីលើការកំណត់គោលនយោបាយរាជរដ្ឋាភិបាលយកទៅចាត់តាំងអនុវត្តនៅក្នុងក្របខ័ណ្ឌនៃគោលនយោបាយរបស់គណៈបកហើយបើសិនបើមានការប្រែប្រួលនយោបាយរដ្ឋមន្ត្រីព្រួយប្រោមគំនិតកែតម្រូវនៅក្នុងក្របខ័ណ្ឌគោលនយោបាយបកគោលនយោបាយបកសូម្បីតែបកសូម្បីតែការបោះឆ្នោតឯកតានាមក៏គេគោរពគោលនយោបាយរបស់បកគេដែរបកគេដែរអញ្ចឹងជនបរទេសខ្លះដែលខ្ញុំនិយាយហើយនិយាយទៀតអ្នកឯងមានសំណាងត្រឹមកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះប៉ុន្តែខួរក្បាលរបស់អ្នកឯងមិនប្រកាសថាពូកែជាងប្រទេសមនុស្សដែលកើតនៅក្នុងប្រទេសក្រីក្រទេគ្រាន់តែគ្នាវាក្របានជាអ្នកឯងមើលគេប៉ុន្តែគ្រាន់តែប៉ុណ្ណឹងអ្នកឯងអត់យល់ផងសូម្បីតែបញ្ញវន្តខ្លះដែលជ្រុលនិយមនិយាយថាតើតើហ៊ុនសែនធ្វើសកម្មភាពផ្ទុយពីឪពុកហ៊ុនម៉ាណែតធ្វើសកម្មភាពផ្ទុយពីឪពុកទៅហៅថាសេរីគេចោទសួរថាពេលណាដែលហ៊ុនសែនដែលហ៊ុនម៉ាណែតដើរចេញពីសមរឪពុកឬសមរគណៈបព្វជិជនវាមិនអាចទៅរួចទេហ៊ុនម៉ាណែតឬក៏ឧបនាយករដ្ឋមន្ត្រីដែលអង្គុយនៅនេះហ៊ានធ្វើទេជាមួយនឹងឪពុករបស់ខ្លួនដែលកំពុងអង្គុយនៅនេះក្នុងហ្នឹងទាំងកាន់កម្លាំងប្រវត្តិទាំងស្អីទាំងអស់ហ៊ានធ្វើនៅក្នុងបកជាមួយគ្នាបែរជាធ្វើអញ្ចឹងបែរជាធ្វើអញ្ចឹងខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីនទេក៏ប៉ុន្តែសម្រាប់កម្ពុជាប្រកាសដាច់ណាត់មិនចាប់ពលរដ្ឋខ្លួនបកគលឲ្យប្រទេសដទៃនេះវាជារឿងមួយហើយរដ្ឋធម្មនុញ្ញហាមឃាត់ហាមឃាត់ដកសញ្ជាតិហាមឃាត់ការចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេសប៉ុន្តែរឿងហ្វីលីពីនរឿងមួយផ្សេងខ្ញុំអត់លូកលាន់ទេហើយកុំមកប្រៀបធៀបហ៊ុនសែនជាមួយដូចប្រទេសអសោះកុំមកប្រៀបធៀបហើយក៏ងើបសូមប្រាប់ហើយយុទ្ធសាស្ត្រងើបមួយវាយមួយនៅបន្តអត់ដកថយទេហើយលពឹសដៃតាម Facebook ក៏អញតាមយកហើយដែរយកឲ្យមកសួរមើលឲ្យនិយាយទៅមួយយកដែលកំពុងធ្វើដំណើរពីបាត់ដំបងមកវាថាវាជប់លៀង3យប់3ថ្ងៃបន្ទាប់ពីនោះហើយវាមិនហៅអាសែនទេវាហៅអាសាញ់តែវាចិត្តដល់អាសាញ់ហើយពេលហ្នឹងជប់លៀង3យប់3ថ្ងៃហើយជប់លៀងក្នុងគុកនៅទីគុកកាំងនិយាយគ្នាច្បាស់ឲ្យកុំលពឹសដៃផ្នែកបច្ចេកវិទ្យាព័ត៌មានអក្រិតកម្មតាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានត្រូវបានតាមដានយ៉ាងម៉ត់ចត់មិនមែនអ្នកឯងជេរអ្នកឯងបញ្ចេញមតិដោយមានហេតុផលបាន